មកទៀតហើយពុំមែនបងប្អូនថ្ងៃនេះបានហូបត្រីខពុំមែនបងប្អូនយើងកូនខ្ញុំវាត្រត្រីបានបន្តិចបន្តួចណាពុំមែនបងប្អូនក៏យើងស្លោមកជូរក៏ស្លោហើយស្អីក៏ស្លោហើយពុំមែនបងប្អូនថ្ងៃនេះគេចាប់វាខមកណោពុំមែនបងប្អូនអើយនិយាយថាមុននឹងយើងចេញជាសម្លខក៏នេះពុំមែនបងប្អូនយើងត្រូវតែបុកអំបិលជៀងនិងម្រេចនិងខ្ទឹមពុំមែនបងប្អូនខ្ញុំណាមានគ្រឿងក្រិចប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងឯងពុំមែនបងប្អូនអើយប៉ុណ្ណឹងក៏វាឆ្ងាញ់ដែរពុំមែនបងប្អូនចាំបាច់មានរបស់របរសពគ្រប់វិធីទេពុំមែនបងប្អូននេះក៏យើងបុកល្អិតម៉ត់ហើយពុំមែនបងប្អូនក៏យកមកប្រឡាក់អាត្រីដែលយើងធ្វើរួចស្អាតហើយណាពុំមែនបងប្អូនយើងកាន់វាតាមចំណង់ចំណូលចិត្តណាពុំមែនបងប្អូនហើយនៅយើងក៏ដាក់ប្រឡាក់ស្ករប្រឡាក់អីជាមួយទៅទុកឲ្យវាជូរជាតិសិនពុំមែនបងប្អូនយើងច្បល់វាលិចកើតទៅពុំមែនបងប្អូនវាជូរជាតិល្អណាពុំមែនបងប្អូននិយាយបើថាខ្ញុំថ្ងៃនេះមីចទឹកទាំងព្រឹកពុំមែនបងប្អូនហើយសារយើងចាក់ទឹកស្ពៃអីរួចយើងកាបរងកាបអីក៏វាបេកញើសណាពុំមែនបងប្អូនដល់ពេលនេះមីចទឹកសម្អាតខ្លួនទាំងព្រឹកពុំមែនបងប្អូនពេលខ្ញុំស្អាតខ្លួនរួចហើយក៏ចាប់ផ្ដើមមកធ្វើសម្លសម្រាប់នំកូនហូបបាយណាប្តីខ្ញុំក៏ដាក់ដាំបាយឆ្អិនហើយក៏ខ្ញុំឡាយទៅកាបរងស្ពៃរួចហើយក៏ខ្ញុំមីចទឹករួចបានខ្ញុំមកធ្វើម្ហូបនំពុកគាត់ហូបថ្ងៃនេះរៀងយូរដែរពុំមែនបងប្អូនតម្រឹមកាបរួចមិនអីឡាយមីទឹកពីអីទៀតឡើងម៉ោង7 9ពុំមែនបងប្អូនបានធ្វើម្ហូបនេះក៏យើងកូរស្ករសទេពុំមែនបងប្អូនអើយកូរស្ករជាមួយខ្ទឹមមួយវាឡើងឈ្ងុយឡើងក្រហមពុំមែនបងប្អូនបានយើងចាក់ត្រីដែលយើងប្រឡាក់នឹងចូលណាពុំមែនបងប្អូនពេលខ្ញុំដាក់ស្លោចិត្តឆ្អិនហើយក៏ខ្ញុំដើរមករកបេះផ្លែម៉ែខ្ញុំពុំមែនបងប្អូនផ្លែខ្ញុំវានៅស្ទើនៅទួយណាពុំមែនបងប្អូនម្ល៉េះហើយក៏យើងរកអ្នកដែលមានមហូបមានមុំហូបហើយនេះម៉ែខ្ញុំក៏ល្មមហើយបងខ្ញុំក៏ល្មមហើយប្អូនខ្ញុំក៏ល្មមហើយនេះចង់ហូបផ្លែមួយណាក៏បានដែរប៉ុន្តែថ្ងៃនេះមកបេះបោះមេមុនពុំមែនបងប្អូនបោះបង់តែហ៊ានទៅសុំកាត់ទេថ្ងៃក្រោយច្បាស់ទីទៅសុំហើយដោយសារតកូនខ្ញុំទៅតែដោះដែរណាពុំមែនបងប្អូននេះយើងក៏កូនត្រីវាមិនសូវទៅធំណាស់ណាទេពុំមែនបងប្អូនហើយក៏យើងដាក់ស្លោខហ្នឹងក៏ដាក់ទឹកហុតដែរពុំមែនបងប្អូនត្រូវនឹងហើយយើងលាយនឹងមេលគ្រឿងដែលខ្ញុំបុកទៀតណាពុំមែនបងប្អូននេះតែចានមេលគ្រឿងហ្នឹងនៅណាឯងពុំមែនបងប្អូនដល់ហូបបានពី3ម៉ាត់អានឹកឃើញចានមេលគ្រឿងហ្នឹងមិនដាក់លាយពុំមែនបងប្អូននិយាយបើថាដាក់លាយនឹងសម្លខយើងនឹងនិយាយបើថាឆ្ងាញ់ពុំមែនបងប្អូនហើយជិះជាមួយម្លក់ទៀតក៏ឆ្ងាញ់អស់ទៅហើយនេះកូនខ្ញុំក៏គេចូលចិត្តដែរប៉លែពុំមែនបងប្អូននេះគេចាប់ហើយចាប់ខំនិយាយទៅប៉ិនមីសភ្នែកនឹងគេទៅជាមូរមិចដើម្បីមូយកមកជិះនឹងសម្លណាបងប្អូនគេឃើញមេវារឯងចាប់មូចាប់ជមិចបានគេជិះណាដល់ពេលកូនខ្ញុំវារៀនចេះដែរហើយយកអាប៉ិនមីសភ្នែកយកទៅរមូបងប្អូននិយាយទៅថារមូឯណាបានបើវាទូចខ្លាំងពេកនេះដល់វគ្គខ្ញុំហើយបងប្អូនលាយមេលរួចអស់ហើយនិយាយថាពីមេលនឹងហិលកាហឹកកាហាយមកបងប្អូនយើងក៏ដាក់ចូលមាត់ភ្លុកមកតកូនយើងមូវាឲ្យសមល្មមនឹងមាត់យើងណានិយាយថាត្រីហ្នឹងក៏យើងកាត់ល្មមមាត់យើងទៅដាក់ទៅបងប្អូននិយាយថាវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានចុច like ចុច follow ជួយ share អ្នកមួយផងបងប្អូនដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មី